ខ្ញុំជឿថាមិនមែនមានតែខ្ញុំទេដែលនឹកទូកពីគ្រឿងនេះណាហើយសម្រាប់បងប្អូនទាំងអស់គ្នាប្រហែលជានឹកទូកនេះដូចគ្នាហឹងភក្តីបារមីតេជោរួមជាមួយនឹងគុណម៉ែមានជ័យបារមីសណ្ដោណាដែលសពថ្ងៃទូកទាំងពីរគ្រឿងនេះរៀងកំសត់បន្តិចហើយអ្នកនរគ្នាដូចជាខានការប្រកួតជាយូរឆ្នាំមកហើយក៏មិនដឹងថាពេលណានឹងមានវត្តមានឡើងវិញណាហើយសពថ្ងៃទូកទាំងពីរគ្រឿងនេះគឺស្ថិតនៅក្នុងរោងតែមួយផងដែរគឺស្ថិតនៅក្នុងវត្តបតុមរាំងសីដែលស្ថិតនៅក្នុងភូមិទេពមន្ត្រីណាហើយគឺនៅខេត្តកណ្ដាលយ៉ាងទេអ្នកនរគ្នាគឺនៅក្នុងស្រុកសាច់កណ្ដាលណាហើយសម្រាប់ទូកទាំងពីរគ្រឿងនេះក៏ធ្លាប់ធ្វើបានលទ្ធផលល្អគួរសមដែរជាច្រើនឆ្នាំណាសម្រាប់ការប្រកួតនៅក្នុងរាជធានីនិងតាមការប្រកួតផ្សេងៗផងដែរហើយក៏សង្ឃឹមថានឹងបានឃើញវត្តមានឡើងវិញនៅលើផ្ទៃជលសាស្ត្រដូចគ្នាហើយក៏សង្ឃឹមថានឹងមានសប្បុរសជនយើងគាត់បានចូលរួមណាហើយគ្រាន់តែជាអ្វីដែលខ្ញុំគិតទេហើយបើសិនជាមានមែនក៏ល្អមួយយ៉ាងដែរសម្រាប់អ្នកស្រុកអ្នកភូមិឃុំព្រះប្រសពយើងណាក៏លើបងប្អូនយើងមួយចំនួនគាត់នឹកទូកដូចគ្នាណាហើយជាពិសេសហ្នឹងគឺបងចំណោះទូកហ្នឹងឯងហើយក៏ទំនេរក៏ឆ្លៀតជិះមកមើលបន្តិចណាចង់ដឹងសភាពទូកឥឡូវគឺយ៉ាងណាយ៉ាងណីដែរអញ្ចឹងណា